បាទចឹងប៉ុតមើលទៅលើលេខ38បាទលេខ38គេឲ្យពន្ធគណនារីបូននុយក្លេអូទីតប្រភេទនីមួយៗរបស់ INM ចឹងគេឲ្យយើងរក AOICC ប៉ុន្តែបំរាប់គេប្រាប់ប៉ុនអានទៅធៀបមកគេថា INM មួយសម្យោគចេញពីសែនហ្នឹងមានសម្យោគចេញពីសែន4លើកចាំបាន n ស្មើ4ហើយត្រូវការនុយក្លេអូទីតសេរីគឺព្រីមចឹងគេប្រាប់ A ព្រីម480បាទគេប្រាប់អុយព្រីម720 IC ព្រីម1080 IG ព្រីម960តែប៉ុនរក AOICC ចឹងយើងគោលដៅប៉ុនចង់បាន AOIC ហ្នឹង G ចឹងយើងមាន A ព្រីមហ្នឹងចឹងរួមមុន A ព្រីមហ្នឹងស្មើអីប៉ុនមិនស្មើ A គុណនឹង n ហ្នឹងណាចឹងទាញរក A មកចឹងអានេះគុណមែនទេបោះមកបានចែកបាន A ព្រីមលើ n អុយព្រីមស្មើអុយគុណនឹង n ទាញរកអុយស្មើអុយព្រីមចែក n C ព្រីមស្មើ C គុណនឹង n ទាញរក C ប៉ុន្តែស្មើ C ព្រីមលើ n G ព្រីមស្មើ G គុណនឹង n បាទទាញរក G ស្មើ G ព្រីមចែកនឹង n ឃើញទេបាទយើងរកតាមហ្នឹងអញ្ចឹងយើងវិចារ INM ដោយសែនសំយោគ ANM ដោយសែនសំយោគ ANM មួយលើកអញ្ចឹងប្រាក់បង្កើតបានANM 1 molecule បង្កើតបាន INM 1 molecule 2លើកបង្កើតបាន INM 2 molecule 2 molecule 3លើកបាន INM 3 molecule 3 molecule រហូតដល់ n លើកបាទបាន INM n molecule n molecule បាទអញ្ចឹងបណ្ដំឲ្យ A ព្រីមស្មើ A គុណនឹង n ទាញរក A អញ្ចឹងអានេះចែកអានេះគុណរបស់មកបានចែកអញ្ចឹងបាន A ព្រីមចែក n អញ្ចឹង A ព្រីមរកឃើញប៉ុន្មាន400បាទ80ចែក n ស្មើ4ណាអញ្ចឹងមិនរក A មកស្មើ120នាំឲ្យអុយព្រីមស្មើអុយគុណនឹង n ទាញរកអុយស្មើអុយព្រីមលើ n អញ្ចឹងអុយយើងរកឃើញ720ចែក4មកស្មើ180បាទតបមកដាក់ថានាំឲ្យ C ព្រីមស្មើ C គុណនឹង n ទាញរក C ស្មើ C ព្រីមចែក n អញ្ចឹងយើងបាន C របស់យើងគេឲ្យមកប្រហែល1080អញ្ចឹងចែក4មកមិនឃើញប៉ុន្មាន270បាទចឹងនាំឲ្យ G ព្រីមស្មើ G គុណនឹង n ទាញរក G ស្មើ G ព្រីមចែក n អញ្ចឹង G របស់យើងរកឃើញ960ចែក4មកបាទអញ្ចឹងបាន240ដូចនេះ ANM អុយ ANM C ANM G ANM ចុះលេខចូលខ្លួនឯងមក A ស្មើប៉ុន្មាន120អុយ180បាទ C 270 G 240ខ្នាតក៏ជារីបូននុយបាទចា៎លោកគ្រូសូមបញ្ចប់លំហាត់នឹងប៉ុណ្ណឹងជួបគ្រូភាគក្រោយទៀតណា